មហាជនគាំទ្រចំណាត់ការអាយដាមជួននរិនលើករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតនៅរបួសជាច្រើនអ្នកនៅមុខក្រសួងមហាផ្ទៃចំណែកឯលោកផៃវណ្ណៈក៏បានដាក់ចំផងដែរថានៅថ្ងៃទី17ខែឧសភាឆ្នាំ2025អាយដាមជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហោះសារនៅគណនី Facebook ផ្លូវការរបស់អាយដាមដោយអាយដាមមានចំណាត់ការបែបនេះថាខ្ញុំបានសូមគោរពជូនមហាជនមេត្តាជ្រាបថាប៉ុន្មានថ្ងៃនេះមានការទៅចែកវែកញែកជាច្រើនលើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី15ឧសភា2025មុខក្រសួងមហាផ្ទៃធ្វើឲ្យមានអ្នករងរបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតបង្កឡើងដោយនគរបាលរាជធានីឈ្មោះហ៊ុនហេងសូមជម្រាបជូនថាភ្លាមខ្ញុំបាទបញ្ជាឲ្យជំនាញនឹងមូលដ្ឋានចុះដល់កន្លែងកើតហេតុគឺចាត់ចែងខត់ខ្លួនអ្នកបង្កសង្គ្រោះអ្នករបួសនៅរៀបចំសណ្ដាប់ធ្នាប់អាយដាមជួននរិនក៏បានបន្តទៀតថាសូមមហាជនជ្រាបថាច្បាប់គឺមិនបានបែងចែកវណ្ណៈនោះទេគឺអនុវត្តដូចគ្នាស្មើភាពគ្នាខ្ញុំមិនដែលលើកលែងទេពេលនេះឈ្មោះហ៊ុនហេងបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនេះព្រឹកនេះព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដឹងចេញពីក្របខ័ណ្ឌផងដែរសូមមហាជនជូនជ្រាបជាព័ត៌មានសូមអរគុណមហាជនក្នុងបណ្ដាញសង្គម Facebook បានសម្ដែងនូវការគាំទ្រនៅចំណាត់ការរបស់អាយដាមជួននរិនខាងលើតែប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរលោកផៃវណ្ណៈក៏បានធ្វើការបង្ហោះសារដោយដាក់ចំផងដែរថាការខត់ខ្លួនលោកវីរៈសេនីយ៍អាយហ៊ុនហេងបញ្ជូនទៅតុលាការគឺជាការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ជាពិសេសអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលបានណែនាំទៅកាន់មន្ត្រីចរាចរណ៍ត្រូវតែចាប់ខត់ខ្លួនបុគ្គលដែលសេពគ្រឿងស្រវឹងហើយបាត់បង់បណ្ដាលឲ្យមានអ្នករងរបួសក៏ដូចជាបាត់បង់ជីវិតទោះបីបុគ្គលប្រព្រឹត្តខុសនោះមានទួនាទីឋានៈបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយគឺមិនអត់ឱនឲ្យជាដាច់ខាតលោកផៃវណ្ណៈបានបន្តទៀតថាកន្លងមករយៈពេល7ឆ្នាំដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតគឺមិនយោគយល់ឬមិនអត់ឱនឲ្យបុគ្គលទាំងឡាយណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួននោះទេនេះបើតាមការលើកឡើងរបស់លោកផៃវណ្ណៈនៅក្នុងគណនី Facebook របស់លោកនៅថ្ងៃទី17ឧសភា2025